ការលាងសម្អាតស្បែកមុខក្រោយពីការដែលយើង make up គឺសំខាន់ខ្លាំងមែនទែនបើសិនជាយើងលាងសម្អាតស្បែករបស់យើងអត់បានស្អាតទេគឺស្បែករបស់យើងមើលទៅគឺឆាប់ជ្រួញឆាប់ស្អាតហើយមួយទៀតធ្វើឲ្យស្ទះរន្ធញើសហើយនឹងបង្កការកើតមុនអីផ្សេងនៅលើស្បែកអញ្ចឹងថ្ងៃនេះខ្ញុំនឹងមាន3 technique មកចែករំលែកអ្នកទាំងអស់គ្នាដើម្បីឲ្យការលាងសម្អាតស្បែកឬក៏សម្អាតស្បែកក្រោយ make up ហ្នឹងគឺកាន់តែល្អជាងមុនមានប្រសិទ្ធភាពខ្ពស់ជាងមុន technique ទី1គឺការជូតទឹក remove make up ជាមួយនឹងសម្លេងជូតមុខនៅពេលដែលយើងមុន remove make up យើងគួរតែយកសម្លេងដែលមានទឹក remove make up ហ្នឹងយកមកស្អំនៅកន្លែងដែលមានម្សៅក្រាស់ៗឬក៏ color ក្រាស់ៗដូចជាតំបន់ភ្នែកឬក៏តំបន់ថ្ពាល់ឬក៏មាត់ជាដើមអញ្ចឹងចំពោះការស្អំយើងអាចស្អំ10វិនាទីទៅ20វិនាទីអីគឺគ្រប់គ្រាន់ហើយចំពោះ technique ទី2គឺតកតងជាមួយនឹងការជូតចំពោះការជូតមិនមែនយើងជូតញីពេញមុខឬក៏ញីនៅលើស្បែកពេញតែមុខអត់ដឹងថាជូតនៅតំបន់ណាមុនទេអញ្ចឹងតំបន់ដែលត្រឹមត្រូវដែល remove make up មុនគេគឺតំបន់ថ្ពាល់ជាមួយនឹងតំបន់ថ្ងាសព្រោះអីតំបន់ហ្នឹងគឺមានជាតិប្រេងខ្លាំងជាងគេហើយបន្ទាប់មកទៀតគឺជូតតំបន់ច្រមុះជាមួយនឹងតំបន់ចង្កាហើយតំបន់ដែលជូតក្រោយគេហ្នឹងគឺជូតនៅតំបន់ភ្នែកជាមួយនឹងតំបន់មាត់ដោយសារតែតំបន់ពីរហ្នឹងវាមាន color ខ្លាំងជាងគេឬក៏កតិ make up អីច្រើនជាងគេបងអស់ហើយចំពោះការជូតយើងគួរតែជូតបដ ாய் ឬក៏ទៅតឹងស្បែកទៅតាមលំដាប់លំដោយនៃតំបន់នីមួយៗដែលយើងជូតហាមដាច់ខាតគឺជូតញីនៅលើស្បែកមុខដោយសារតែធ្វើឲ្យស្បែកមុខរបស់យើងគឺឆាប់ជ្រួញខ្លាំងមែនតើទី3គឺតកតងជាមួយនឹងការលាងមុខពេលដែលយើងជូតសម្អាតស្បែកជាមួយនឹងទឹក remove make up ហើយនៅពេលមុនដែលយើងលាងមុខជាមួយនឹង foam អ្នកទាំងអស់គ្នាគួរតែលាងមុខជាមួយនឹងទឹកស្អាតធម្មតាហ្នឹងមកតង់សិនដើម្បីជំរះជាតិប្រេងឬក៏ជាតិកខ្វក់អីនៅលើស្បែកបន្ទាប់មកចាំធ្វើការលាងមុខជាមួយនឹង foam ឲ្យបានស្អាតហើយ foam ដែលយកមកប្រើហ្នឹងគួរតែប្រើមកតង់បានហើយកុំប្រើ2តង់ដោយសារតែវាអាចធ្វើឲ្យស្បែករបស់យើងហ្នឹងគឺស្ងួតខ្លាំងពេកដោយសារតែមុននេះយើងប្រើជាប្រភេទទឹក remove make up មកតង់ហើយអញ្ចឹងបើសិនជាយើងប្រើជាប្រភេទ foam 2តង់ទៀតវាអាចធ្វើឲ្យស្បែករបស់យើងហ្នឹងគឺស្ងួតជ្រុលបាត់បង់សំណើមពីធម្មជាតិហើយធ្វើឲ្យស្បែកមុខរបស់យើងហ្នឹងគឺឆាប់ចាស់អញ្ចឹងសម្រាប់3 technique នេះអ្នកទាំងអស់គ្នាអាចយកទៅអនុវត្តបានក្រោយពេល make up ឬក៏ការសម្អាតមុខឲ្យបានស្អាតកំឡុងពេលដែល make up រួច